តាធំម្នាក់នេះបានប្រើកម្លាំងផ្ទៃក្នុង30ឆ្នាំដើម្បីបញ្ចេញក្បាច់ដំណក់ស្រាបង្កើតដាវមិននឹកស្មានថាក្មេងស្រីម្នាក់នេះអាចប្រើដាវក្នុងដៃទប់ទល់បានយ៉ាងងាយស្រួលនាងគ្រាន់តែគ្រវីដាវមួយទំហឹងក៏អាចកាប់ដើមឫស្សីពីរដើមខាងក្រោយតាធំនោះឲ្យដួលរំទាំងព្រៃតែម្ដងសមត្ថភាពរបស់នាងធ្វើឲ្យគ្រូរបស់នាងរំភើបចិត្តយ៉ាងខ្លាំងតាមពិតទៅក្មេងស្រីម្នាក់នេះមានដុងពីកំណើតហើយមានទេពកោសល្យខ្ពស់បំផុតមុនពេលនាងមានគ្រូនាងគ្រាន់តែប្រើចង្កឹះមួយគូក៏អាចបញ្ចេញក្បាច់ដាវកំទេចអាគារដ៏ធំមួយឲ្យដាច់ជាពីរបានដែរប៉ុន្តែពុកដ៏រឹងរូសរបស់នាងបែរជាគិតថានាងជាកូនស្រីដែលមិនបានការទោះបីជានាងខំប្រឹងយ៉ាងណាក៏ដោយក៏ពុកនាងនៅតែមិនឲ្យតម្លៃហើយថែមទាំងយកកូនប្រុសម្នាក់ទៀតមកចិញ្ចឹមនិងស្រឡាញ់លើសនាងទៅទៀតច្រើនឆ្នាំក្រោយមកប្អូនប្រុសចិញ្ចឹមរបស់នាងបានលួចដុតកន្លែងគោរពវិញ្ញាណក្ខន្ធដូនតារួចក៏ទម្លាក់កំហុសទាំងអស់មកលើរូបនាងពុកដែលល្ងឹតទងងល់មិនព្រមស្ដាប់ការបកស្រាយរបស់នាងឡើយគាត់បានដាក់ទោសនាងយ៉ាងធ្ងន់ធ្ងរហើយឃុំនាងទុកនៅភ្នំខាងក្រោយអស់រយៈពេលពេញ1ឆ្នាំបន្ទាប់មកនាងត្រូវបង្ខំឲ្យធ្វើការងារបម្រើក្នុងផ្ទះយ៉ាងលំបាករហូតដល់ថ្ងៃមួយមានបុរសចំណាស់ម្នាក់បានមករកគាត់ចង់ទទួលនាងធ្វើជាកូនសិស្សចុងក្រោយដោយបានផ្ដល់ត្បូងពេជ្រមួយដុំឲ្យនាងហើយប្រាប់ថាបើគិតច្បាស់ហើយឲ្យកំទេចវាទៅក្មេងស្រីដឹងថាផ្ទះនេះលែងមានកន្លែងសម្រាប់នាងទៀតហើយនាងឃើញពុកប្រគល់តំណែងនិងក្បាច់គុណឲ្យទៅប្អូនប្រុសសូម្បីតែម្ដាយក៏ផ្ដល់វត្ថុស័ក្តិសិទ្ធិឲ្យប្អូនប្រុសដែរពួកគេភ្លេចអស់ហើយថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់នាងបានរៀបចំអីវ៉ាន់ហើយសម្រេចចិត្តចាក់ចេញពីផ្ទះដើម្បីទៅស្វែងរកគ្រូនិងបង្ហាញថាមនុស្សស្រីមិនចាញ់មនុស្សប្រុសឡើយ3ឆ្នាំក្រោយមកពុកបាននាំកូនប្រុសទៅចូលរួមការប្រកួតជ្រើសរើសសិស្សរបស់ឆ្វេងគ្រប់គ្នាដឹងថាមេប្រយោគលើកនេះគឺជាសិស្សច្បងលេងឈៀវដែលជាស្រីស្អាតម្នាក់ដែលប្រើពេលត្រឹម3ឆ្នាំក៏ក្លាយជាលេខ1ពុកបានប្រាប់កូនប្រុសឲ្យខំប្រឹងបង្ហាញសមត្ថភាពនៅចំពោះមុខមេប្រយោគរំពេចនោះដាវក្នុងដៃគ្រប់គ្នាបានហោះចេញទៅរួមគ្នាបង្កើតជាក្បាច់ដាវដ៏អស្ចារ្យលើអាកាសបើចុះលេងឈៀវមកដល់ហើយនៅពេលនាងចុះដល់ដីគ្រប់គ្នាបានចូលទៅសុំឲ្យនាងជួយបង្រៀនក្បាច់គុណឲ្យនាងគ្រាន់តែលើកដៃដាវទាំងអស់ក៏ហោះចូលស្រោមវិញយ៉ាងស្អាតប្អូនប្រុសរបស់នាងបានចូលទៅសុំការណែនាំប៉ុន្តែនៅពេលនាងងាកមកវិញគេក៏ស្លុតចិត្តជាខ្លាំងសំឡេងតួអង្គបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញមុខគ្នា